ចាឃើញថាបុកអញ្ចឹងតិចថាមិនដឹងបុកអីទៅបងប្អូនហើយតែតាមពិតនាងខ្ញុំបុកធ្វើទឹកត្រីបុកទេបងប្អូនតិចថាច្រឡំថាបុកអីទៅនេះនាងខ្ញុំបានដាក់ម្ទេសដាក់អីរៀងក្រែដែរហ្នឹងណាព្រោះថាថ្ងៃនេះក្នុងក្រុមគ្រួសារហ្នឹងមានកម្រងទៅដើរលេងចាដើរលេងនៅខេត្តបាត់ដំបងឯណោះហើយរៀងឆ្ងាយបន្តិចដែរតំបន់នោះគឺអត់មានកន្លែងណាគេលក់ម្ហូបទេនៅកន្លែងដើរលេងហ្នឹងបើយើងចង់យកម្ហូបយើងទៅញ៉ាំយើងអាចទិញគេនៅតាមផ្លូវក៏បានប៉ុន្តែបើតាមខ្ញុំគិតខ្ញុំកុំឲ្យពិបាកនាងខ្ញុំនិងក្រុមគ្រួសារក៏នាំគ្នាគិតថាយើងធ្វើម្ហូបពីផ្ទះយកទៅតែម្ដងទៅហើយម្ហូបហ្នឹងគឺងាយទេបងប្អូនចានាងខ្ញុំធ្វើសាច់អាំងទឹកត្រីបុកចាដើម្បីយកទៅញ៉ាំហើយកុំឲ្យវាដូចថាយើងមិនបាច់ធ្វើម្ហូបឆាឆុងអីទេអានេះគឺវាងាយស្រួលទៅដល់យើងដាក់ប្រកាត់ភ្លើងទៅយើងអាចអាំងសាច់អ្វីក៏ដោយតាមចំណូលចិត្តបងប្អូនដែលចូលចិត្តចាហើយបុកទឹកត្រីអញ្ចឹងទៅនឹងហើយយើងទឹកត្រីហ្នឹងយើងធ្វើឲ្យរៀងមានគេហៅថាជាតិជូរប្រៃហឹរបន្តិចទៅបងប្អូនឆ្ងាញ់ចានិយាយទៅឲ្យទៅថាបានទៅដើរលេងនៅកន្លែងណាក៏ដោយនាងខ្ញុំនិយាយពីរវល់តែម្ហូបនឹងឯងរវល់តែម្ហូបខ្លួនឯងញ៉ាំខ្លួនឯងអីព្រោះថាវាងាយស្រួលនៅពេលដែលយើងទៅដើរលេងអញ្ចឹងយើងយកម្ហូបយកអីពីផ្ទះទៅគឺវាទុកចិត្តនឹងរៀបចំកុំឲ្យវាមានខ្វះមុខខ្វះក្រោយនៅពេលដែលយើងទៅដល់កុំឲ្យភ្លេចមុខភ្លេចក្រោយចានិយាយពីថាឲ្យតែថាទៅដើរលេងទីតំបន់ឆ្ងាយតំបន់ភ្នំតំបន់អីអញ្ចឹងនិយាយពីខ្ញុំនឹងវាចំណូលចិត្តផាន់ខ្ញុំតែម្ដងអញ្ចឹងទៅខ្ញុំធ្វើការដូចជាមិនហត់សោះបងប្អូនដូចជាមិនហត់សោះចាក្រោយតែពីទុកដាក់ម្ហូបចំណីចំណុកដែលយកទៅញ៉ាំនៅកន្លែងដើរលេងរួចហើយនាងខ្ញុំហ្នឹងក៏រៀបចំវិចអន្សមបន្តទៀតចាហើយវិចអន្សមហ្នឹងមើលទៅដូចថាំងដូចអ្នកចំណាប់ចំនួនណាអញ្ចឹងតែតាមពិតអត់ចេះវិចទេបងប្អូនហើយទើបតែរៀនវិចទេចារៀនវិចលើកទី3នេះលើកទី3ហើយសម្រាប់ខ្ញុំនៅក្នុងរដូវភ្ជុំបិណ្ឌចាព្រោះថាវិចលើកទី1ទី2ខ្ញុំអត់ចេះវិចទេបងប្អូនវិចអន្សមធ្លាយមុខធ្លាយក្រោយហើយចងនឹងក៏អញ្ចឹងដែរពេលដែលស្ងោរទៅនឹងគឺចូលទឹកចាហើយដល់ពេលចូលទឹកអញ្ចឹងទៅនំយើងទុកអត់បានយូរទេនំហ្នឹងក៏ឆាប់ផ្អូមដែរបងប្អូនដល់ពេលដែលយើងវិចធ្លាយមុខធ្លាយក្រោយហើយរួចទៅយើងចងអត់ស្អាតព្រោះថាមិនមែនអ្នកជំនាញវិចទេបងប្អូនហើយខ្ញុំនេះកុំថាការវិចអន្សមនេះងាយស្រួលណាចាបងប្អូនមិនស្រួលទេខ្ញុំទម្រាំតែចេះវិចនេះលើកទី3ហើយលើកទី3នេះរៀងចំណាប់ចំនួនតិចតែអង្ការពីវិចលើកទី2លើកទី1នោះបែកខ្ទេចបងប្អូនបែកផងសមនឹងចងទៅពេលដែលស្ងោរហ្នឹងក៏ចូលទឹកចាពេលស្ងោរចូលទឹកចូលអីចឹងអូយវេទនាមែនតើហើយចឹងលើកទី3នេះនាងខ្ញុំហ្នឹងក៏សួរទៅម៉ែខ្ញុំសួរថាម៉ែការវិចអន្សមម៉ែធ្វើម៉េចហើយខ្ញុំឌីរៀងភ្លេចដែរកាលនៅទូចម៉ែខ្ញុំគាត់វិចម៉ែខ្ញុំចំណាប់ណាបងប្អូនចាគាត់ប្រកែវិចមែនតើឪពុកម្ដាយផងខ្ញុំនេះហើយចឹងខ្ញុំក៏សួរទៅគាត់ហើយគាត់ក៏ប្រាប់ថាកូនឯងឆាអង្គទៅឆាអង្គឆាអីទៅវាស្រួលវិចជាងយើងធ្វើអង្គឆៅចាហើយខ្ញុំហ្នឹងក៏ស្ទុះស្ទាធ្វើតាមគាត់ដែរគាត់និយាយប្រាប់មករៀងស្រួលចឹងក៏ទិញខ្ទិះដូងទិញអីសម្រាប់ហើយស្រេចចឹងមកក៏យកមកឆាជាមួយអង្គដែលយើងលាងហើយដាក់វាស្រស់ទឹកចឹងទៅយើងឆាយើងដាក់គ្រឿងដាក់អីតាមចំណង់ចំណូលចិត្តផនយើងណាមួយនំដែលខ្ញុំធ្លាប់ទិញពីផ្សារមកគឺវាអត់ត្រូវចិត្តផនខ្ញុំផងបងប្អូនបានខ្ញុំរៀនវិចកុំឲ្យខ្ញុំទិញពីផ្សារមកហើយផ្សារហ្នឹងគេលក់នំខ្លះ110,000ព្រោះថាដល់រដូវភ្ជុំអញ្ចឹង110,000ណាបងប្អូនចាខ្លះលោតដល់15,000ខ្លះលោតដល់30,000ទៅតាមនំដែលគេវិចនោះមានអីបងប្អូនការប្រឹងប្រែងវិចនំអន្សមផនខ្ញុំហ្នឹងគឺបានជោគជ័យមែនចាបានជោគជ័យមែនសម្រាប់ខ្ញុំចាខ្ញុំចេះវិចហើយបងប្អូនអើយតាំងពីចងចំណងហើយតាំងពីការបត់នំបត់ក្បាលផនខ្ញុំគឺស្អាតចាបានស្អាតវគ្គនេះស្អាតមែនតើលើកទី3តម្រាំតែបានស្អាតប៉ុណ្ណេះអញ្ចឹងណាចាហើយខ្ញុំក៏មានមោទនភាពដែរដែលខ្លួនឯងចេះវិចហើយអញ្ចឹងទៅខ្ញុំឆ្នាំក្រោយនេះគឺខ្ញុំអត់ខានដែរខ្ញុំត្រូវតែវិចបន្តទៀតព្រោះអីនំសមគឺជានំប្រពៃណីខ្មែរយើងមិនអាចចោលបានទេមិនថាខ្ញុំមិនថាបងប្អូនខ្មែរទាំងអស់ចាត្រូវតែចេះវិចដូចខ្ញុំអញ្ចឹងដែរ
ហើយក្នុងឱកាសនេះដែរនាងខ្ញុំក៏សូមអរគុណដល់បងប្អូនដែលបានចូលមើលវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់នេះហើយក៏សូមជួយចុច follow និងជួយចុច subscribe ឲ្យនាងខ្ញុំផងណាដើម្បីឲ្យនាងខ្ញុំមានទឹកចិត្តធ្វើវីដេអូបន្តទៀត